ខ្ញុំបាទឈ្មោះទេពសុខាជាមន្ត្រីជំនាញខាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈហើយថ្ងៃនេះខ្ញុំសូមបរិយាយទាក់ទងនឹងរឿងប្រាសាទគោលដែលយើងបានចុះមកសិក្សាហើយនឹងកេតនៅប្រាសាទនេះទូទៅប្រាសាទគោលជាប្រាសាទមួយនៅក្នុងនេះមួយឆ្ងាយនៅក្នុងខេត្តព្រះវិហារហើយនៅក្នុងព្រៃជ្រៅយើងតាមរយៈការរកឃើញសម្ភារៈសំណង់ហើយនឹងបដិមានៅប្រាសាទនេះហើយនឹងប្លង់នៃប្រាសាទយើងសន្និដ្ឋានថាវាជាប្រាសាទមួយប្រហែលជាស្ថិតនៅក្នុងសម័យកោះកេរក្នុងសតវត្សទី10នៅពេលដែលយើងទៅដល់ប្រាសាទគឺដោយតែនៅក្នុងខែនេះយើងនៅក្នុងព្រៃហើយអញ្ចឹងហើយមានព្រៃដុះសុបទ្រុបហើយក៏យើងធ្វើការកាប់ឆ្ការយើងបានឆ្ការដើម្បីយើងមើលបរិវេណប្រាសាទមើលប្រាង្គប្រាសាទអីហើយយើងមើលទៅលើទ្រង់ទ្រាយនៃសំណង់ប្លង់ប្រាសាទហ្នឹងឲ្យបានដឹងហើយប្រាសាទគោលជាប្រាសាទដែលសង់អំពីថ្មសង់ពីឥដ្ឋហើយនឹងថ្មភក់ដែលផ្នែកនៃសំណង់ដែលយើងឃើញមានស៊ុមទ្វារមានចដាមានបដិមាហើយមានផ្តែរប៉ុន្តែយើងអត់រកឃើញផ្តែរហើយនឹងហោជាងអីផ្នែកមួយចំនួននៃរឿងផ្តែរឬហោជាងគឺបានត្រូវបានបាត់យើងព្រោះអីកន្លងមកមានចៅបានជនខិលខូចគាត់បានយករបស់របរទាំងអស់ហ្នឹងចេញដើម្បីធ្វើការជួញដូរត្រឡប់មកវិញផុសតាំងដែលបង្ហាញថាប្រាសាទគោលគឺមានយើងមើលទៅលើបរិវេណគឺមាន3ថ្នាក់ជាប្រាសាទភ្នំមាន3ថ្នាក់ហើយនឹងប្រាង្គកណ្ដាលជាប្រាង្គឥដ្ឋហើយប្រហែលជាយើងអាចគិតថាវាជាប្រហែលជាមាន5ប្រាង្គដែលសំខាន់មាននៅប្រាង្គកណ្ដាលដែលនៅល្អហើយយើងរកឃើញនៅក្នុងប្រាង្គហ្នឹងមានរកឃើញលឹងដែលធំហើយនឹងមានស្នាសុមាសុត្រាហ្នឹងជាតោពហូតទឹកនៅពេលគេធ្វើពិធីអីដែលធំល្អវិធីដែលដើម្បីសុំពរជ័យពីព្រះលង្សហើយម្ល៉េះហើយយើងរកឃើញហ្នឹងនៅក្នុងហ្នឹងហើយយើងបានរកឃើញប្រាង្គពីរទៀតនៅទល់មុខគ្នាដែល symmetry ដែលបែរទៅខាងលិចនៅខាងកើតហើយប្រាសាទទូទៅយើងដឹងហើយទៅយើងបែរទៅខាងកើតប៉ុន្តែប្រាសាទនេះវាប្រឆិតបន្តិចប្រហែលជាអ្នកដែលសិក្សាស្រាវជ្រាវអាចពេលខ្លះយើងពីសម័យបុរាណយើងអាចមើលទៅតាមគោចរនៃព្រះអាទិត្យចឹងហើយវាទៅតាមរដូវកាលដែរហើយអញ្ចឹងវាអាចផ្ដល់ហ្នឹងនៃទិសដែលសង់ប្រាសាទហ្នឹងវាលំអៀងតិចប៉ុន្តែមិនមានបញ្ហាអីហើយត្រឡប់មកវិញប្រាសាទគោជាប្រាសាទមួយប្រហែលជាប្រាសាទដែលស្ថិតនៅក្នុងរចនាបថកោះកេរឬសម័យព្រះបាទជ័យវរ្ម័នទី4នៅក្នុងសតវត្សទី10ហើយប៉ុន្តែយើងអាចធ្វើការសិក្សាបន្ថែមទៀតដែលតកតងនឹងសំណង់សម្ភារៈសំណង់ស្ថាបត្យកម្មដើម្បីយើងធ្វើការសិក្សាប្រៀបធៀបរឿងមួយទៀតដែរនៅក្នុងប្រាសាទយើងរកឃើញសម្ភារៈសំណង់ដូចជាក្បឿងផ្ងានិងក្បឿងផ្កាប់ជាផ្នែកមួយដែលបង្ហាញពីមានសំណង់ឈើហើយនឹងនាងច្រាលជាសំណង់ឈើប្រហែលមានសង់នៅក្នុងប្រាសាទដែរជាទីសក្ការៈសម្រាប់គេធ្វើពិធីផ្សេងពិធីសំណែនផ្សេងនៅក្នុងប្រាសាទហើយក្រៅពីហ្នឹងយើងរកឃើញនាងច្រាលធ្វើពីថ្មភក់ដែលគេអាចប្រើវាសម្រាប់ដាក់នៅលើកំពូលប្រាសាទដូចនៅប្រទេសសម្រាយអីគេធ្វើប្រាសាទគេធ្វើពីថ្មហើយគេដាក់នៅលើវាឈួរកឹងនៅលើព្រំទំពុកនាងច្រាលហើយនេះជាផ្នែកមួយ
ហើយសេរ៉ាមិចដែលរកឃើញត្រឡប់មកវិញសកម្មចៃសេរ៉ាមិចដែលយើងរកឃើញនៅទីនេះគឺមានពួកពេទ្យពីងក្រឡហើយមានឆ្នាំងដែលគេប្រើប្រាស់អញ្ចឹងហើយដែលគេប្រើប្រាស់ហើយក្រៅពីហ្នឹងការដើរយើងដើរនៅជុំវិញបរិវេណនៃប្រាសាទហ្នឹងយើងរកឃើញភាគចិននៅសតវត្សដែលពួកប្រភេទឈីងប៉ៃវៃកលេសហ្នឹងដែលនៅស្ថិតនៅក្នុងសតវត្សទី13នៅសម័យយ័ន្តអីហើយនឹងរកឃើញចានដែរដែលបន្តដែលមនុស្សបន្តរស់នៅហ្នឹងរហូតដល់សតវត្សទី15ចានពួកស្រីដោនដែលនៅក្នុងដើមរាជវង្សមេងត្រឡប់មកវិញការនៅជុំវិញប្រាសាទគោលគឺយើងឃើញមានរស័យដុះសុបទប់ច្រើនប្រៀបដូចជាកន្លែងមួយដែលផលិតស្លលោហៈដែរដូចជានៅរស័យត្រាប់ដែលយើងឃើញមានអាស័យដុះសុបទប់ច្រើនកាលណាយើងឃើញដើមអាស័យជាដើមឈើមួយដែលមនុស្សដែលរស់នៅតំបន់ហ្នឹងយើងអាចដឹងថាពីមនុស្សដែលមករស់នៅតាំងទីនៅតំបន់ហ្នឹងប្រើប្រាស់អាស័យនឹងជាពួកអាស័យវាជាផ្នែកមួយនៃគេហៅថាជាយើងអាចយកវាមកធ្វើជាគ្រឿងជាសម្ភារៈប្រើប្រាស់ហើយដោយទំពាំងយើងអាចប្រើយកមកធ្វើសម្រាប់អាហារប្រចាំថ្ងៃហើយមួយទៀតរឿងមួយដែលសំខាន់ជាងគេដែលយើងរកឃើញកុលាលភាពដែលបង្ហាញឲ្យយើងដឹងពីទំនាក់ទំនងផងមនុស្សពីកន្លែងមួយទៅកន្លែងមួយតាំងពីភាគជំនួយផងហើយនិងភាគដែលគេផលិតនៅតំបន់អង្គរដែរគេដឹងថាគេប្រើប្រាស់វានៅតំបន់ហ្នឹងកត្តាសំខាន់មួយទៀតគឺតកតងនៅសាលាច្រឹករាល់ការសាងសង់ប្រាសាទគឺតែងតែមានសាលាច្រឹកដែលគេចារមកពេលតែក្រោយពេលសាងសង់ប្រាសាទហ្នឹងគេត្រូវមានខ្ញុំបម្រើប្រុសស្រីហើយគេមានឲ្យគោឲ្យកបីដីស្រែចម្ការអីដើម្បីអីអ្នកចាំប្រាសាទនឹងមើលថែប្រាសាទនឹងឲ្យបានគង់វង្សល្អហើយជារឿងទូទៅប៉ុន្តែនៅពេលនេះយើងមិនតាន់រកឃើញសាលាច្រឹកទេប៉ុន្តែយើងពេលត្រឡប់ទៅវិញយើងអាចធ្វើការសិក្សាស្រាវជ្រាវបន្ថែមនិងអាចផ្ដល់ព័ត៌មានបន្ថែមទាក់ទងនឹងប្រាសាទយើងទូទៅសាលាច្រឹកគេនៅពី3បន្ទាត់នៅខាងលើឬ3 4បន្ទាត់អីហ្នឹងគេអាចទៅសេទាក់ទងនឹងការស្ថាបនានៃប្រាសាទហើយនឹងមានការបរិច្ឆេទមានការបរិច្ឆេទតាក់ទងនឹងការសាងសង់ប្រាសាទហើយសង់ឡើងដោយរាជព្រះមហាក្សត្រណាឬមន្ត្រីថ្នាក់ខ្ពស់ជាអបរាជអីផ្សេងហ្នឹងដែលសាងប្រាសាទហ្នឹងគឺដើម្បីអីគឺដើម្បីឧទ្ទិសទៅដល់អីទៅដល់អតិទេពណាមួយឬគេធ្វើឡើងគឺដើម្បីឧទ្ទិសទៅដល់បុព្វការីជនដែលបានស្លាប់ដែលជាសាច់ញាតិសន្តានរបស់ព្រះមហាក្សត្រឬគ្រួសារព្រះមហាក្សត្រនឹងសូមអរគុណហើយនេះជារឿងរ៉ាវប្រវត្តិសាស្ត្រមួយទាក់ទងនឹងប្រាសាទគោលដែលយើងបានចុះទៅមើលហើយយើងនឹងមើលឃើញទស្សនវិជ្ជាពិតនៅពេលដែលយើងបានឃើញហើយក៏ជារឿងមួយដែលសំខាន់ដែលទូទៅបងប្អូនមិនងាយបានមកដល់នៅទីនេះវាពិបាកការធ្វើដំណើរពួកយើងពិបាករំតម្រាំមកដល់ប្រាសាទគោលនេះយើងត្រូវស្នាក់យើងត្រូវប្រើពេលយូរស្នាក់នៅហើយក៏យើងចុះមកសិក្សាហើយយើងកាប់ឆ្ការហើយយើងមើលអភិរក្សវាប៉ុន្តែរដូវកាលនេះនឹងយើងនឹងមកលើកទី1យើងនឹងមាននៅរដូវកាលទី2នឹងត្រឡប់មកម្ដងទៀតនៅពេលរដូវប្រាំងយើងអាចធ្វើការសិក្សាបន្ថែមពីប្រាសាទគោលសូមអរគុណតែម្នាក់ខ្លួនកាត់កចេញ